សម័យកាលមួយដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានជាសម័យប៉ុល ពត អំឡុងឆ្នាំ 1975 ដល់ 1979 គឺជារយៈពេលដ៏ខ្មៅងងឹតនិងឈឺចាប់បំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ប្រជាជនកម្ពុជាប្រមាណ 1.5 លានទៅ 2 លាននាក់បានបាត់បង់ជីវិតដោយសារការសម្លាប់ដោយផ្ទាល់ ការអត់ឃ្លាន ការបង្ខំឲ្យធ្វើការហួសកម្លាំងនិងជំងឺ អ្នកស្លាប់សុទ្ធតែអ្នកមានចំណេះដឹងខ្ពស់នៅក្នុងសម័យនោះបបរលាយអង្ករ10គ្រាប់ជាអាហារដ៏មានតម្លៃសម្រាប់ពួកគាត់